ราชบาในឈ្មោះសិទ្ធិថាដោយឈ្មោះថាពុទ្ធៈនេះមិនជាឈ្មោះអ្នកណាមួយប្រសិទ្ធថ្វាយឬក៏តែងតាំងឲ្យព្រះអង្គទេឈ្មោះថាពុទ្ធៈនេះកើតឡើងចំពោះព្រះអង្គនៅថ្ងៃ15កើតខែវិសាខឆ្នាំរកាក្រោមមលុបពោធិព្រឹក្សពេលដែលព្រះអង្គទ្រង់ត្រាស់ដឹងនៅសម្មាសម្ពោធិញ្ញាណណាក៏បានឈ្មោះថាពុទ្ធៈក៏ទេវតាផ្អិនមកព្រមឲ្យហៅថាពុទ្ធៈអញ្ចឹងជាភាសាបាលីពុទ្ធៈនឹងបើប្រែមកជាខ្មែរក៏ប្រែថាលោកអ្នកត្រាស់ដឹងបើសិនណាព្រះសម្មាសម្ពុទ្ធនឹងជាជនជាតិខ្មែរអត់មានពាក្យថាពុទ្ធៈទេយើងត្រូវហៅលោកថាលោកអ្នកត្រាស់ដឹងឬលោកអ្នកដឹងឬលោកអ្នកប្រាជ្ញយើងហៅលោកថាអញ្ចឹងប៉ុន្តែដែលព្រះអង្គត្រាស់ដឹងនៅក្នុងប្រទេសឥណ្ឌាហ្នឹងក៏ភាសាបាលីថាពុទ្ធៈបាយព្រះនាមទៅពុទ្ធៈបានព្រះនាមនៅថ្ងៃ15កើតខែវិសាខដែលត្រាស់ដឹងនៅពោធិញ្ញាណម្ដាយលុបឈ្មោះកំណើតបានដែរតែមេដាបិតាថាសិទ្ធិថានឹងតាំងនាមសិទ្ធិលុបបាត់ហើយមានឈ្មោះថាពុទ្ធៈជាកើតឡើងដល់ព្រះអង្គនេះសូមឲ្យញោមញាតិស្គាល់ពុទ្ធនឹងច្បាស់ណាស់វិសុទ្ធតាញោមញាតិដែលជ្រះថ្លានឹងពុទ្ធជ្រះថ្លារឿងអីជ្រះថ្លានឹងរិទ្ធនឹងបដិហានឹងរិទ្ធអីដែលព្រះអង្គសអិទ្ធិរិទ្ធអិទ្ធិពលអីដែលព្រះអង្គសម្ដែងទេថាមិនមែនទេបងដល់ដោយអិទ្ធិរិទ្ធបដិហាអីសពបែបសយ៉ាងព្រះសម្មាសម្ពុទ្ធលោកមានមែនតែលោកមិនដែលយករិទ្ធនឹងមកសម្ដែងបង្ហាញដល់ទេវតាផ្អិនបព្រំឬមនុស្សអីអស្ចារ្យស្ញប់ស្ញែងគោរពបូជាដោយរិទ្ធនឹងមិនមានទេបងរិទ្ធនឹងកាន់តែព្រះអង្គប្រើម្ដងមកកាលក្នុងកិច្ចការដែលចាំបាច់ព្រះអង្គប្រើដល់ទីពេលហ្នឹងអត់មានយកមកប្រើទេសម្រាប់ញោមញាតិពុទ្ធបរិស័ទដែលជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធទី1គឺជ្រះថ្លាក្នុងវិសុទ្ធិគុណគុណនៃបរិសុទ្ធស្អាតបរិសុទ្ធក្នុងប្រតិព្រះអង្គហ្នឹងព្រះអង្គជំរះកិលេសអស់ហើយអត់មានអីទេគឺស្អាតបងហើយវិសុទ្ធិគុណទី2គឺករុណាគុណគុណគឺករុណាជ្រះព្រោះព្រះអង្គមានករុណាធម៌លើសពសត្វទាំងអស់ក្នុងលោកនេះក៏បានជាព្រះអង្គទ្រង់ប្រាថ្នាត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដើម្បីនឹងយឹតយោងសពសត្វទាំងអស់ក៏ដោយព្រះធម៌នៃយានិកធម៌សម្ដែងធ្វើឲ្យទុកឲ្យបរិស័ទនឹងបដិបត្តិព្រោះករុណាគុណនឹងឯងទី3គឺបញ្ញាគុណព្រះសម្មាសម្ពុទ្ធនឹងមានគុណដល់ក្រៃមានបញ្ញាដល់ក្រៃលែងជាងមនុស្សនិងទេវតាទាំងអស់បើនៅលើពិភពលោកឥតមានបុគ្គលណាមួយដែលមានបញ្ញាស្មើនឹងព្រះពុទ្ធទេនេះដែលញោមញាតិជ្រះថ្លានឹងព្រះពុទ្ធគឺ3យ៉ាងហ្នឹងបើមិនជ្រះថ្លាដោយរិទ្ធដោយអភិនិហាបារមីផ្សេងមែនតែបងនឹងសឲ្យញោមញាតិយល់ដឹងយ៉ាងផងវិបញ្ញារបស់ព្រះពុទ្ធនេះញោមញាតិតែងសូត្រហើយពុទ្ធគុណហ្នឹងថាព្រះអង្គមានប្រាជ្ញារកទីបំផុតគ្មានបញ្ញារបស់ព្រះពុទ្ធអត់មានទេបើទៅចេះរហូតទៅមុខទៅជើងរហូតបើទៅត្បូងរកគ្មានកំណត់ព្រំដែនដោយស្រុកខ្មែរយើងណាទេតែនឹងព្រំដែនប្រទេសកម្ពុជាអត់មានទេណារហូតហើយទៅទាំងអស់គឺប្រាជ្ញានឹងមិនចេះទល់មិនចេះចាស់អីទេបងដឹងទាំងអស់ដូចមានន័យមួយយ៉ាងទៀតគឺ
ព្រះអង្គត្រាស់ដឹងនៅធឿដែលអាកំបាំងធឿដែលអាកំបាំងអត់មានណាដឹងទេខុសពីពុទ្ធមកព្រះអង្គអត់មានណាដឹងទេនឹងសោញញជ្រាបធឿដែលអាកំបាំងគឺសច្ចធឿ4ពងមេផលនិព្វានអត់មានណាដឹងទេនឹងដែលអស្ចារ្យណាស់បងក្រៅអំពីពុទ្ធអត់ណាដឹងបានគេហៅធัวដែលអាកំបាំងក្នុងសាសនាដទៃហើយតបោះមួយទៀតឈ្មោះឧត្តកតបោះគិតបានសមាបត្តិ8បានរូបឈាន4អារូបឈាន4ខ្ពស់ជាងអឡារតបោះពូអីស័យនឹងបងបានស្វែងរកធឿបានតែប៉ុណ្ណឹងឯងវាទៅក្នុងពីដាននឹងអត់ទម្លុះទៅរួចទេបានជាពូព្រំខ្លះកើតមិឆាទិដ្ឋិព្រោះអាយុព្រំរាប់លានរាប់កោតលានសែនឆ្នាំដែលទៅនៅក្នុងហ្នឹងបានសេចក្តីសុខហ្នឹងព្រោះទៅកើតមិឆាទិដ្ឋិហ្នឹងនេះសម្រាប់ពួកតបោះអិស័យទាំងអស់រកឃើញតែប៉ុណ្ណឹងឯងព្រះសម្មាសម្ពុទ្ធយើងយកទៅសិក្សាអំពីសំណាក់តបោះហ្នឹងដែរដល់លោករៀនសិក្សាទៅពិចារណាទេផ្លូវតបោះនេះมันអាចចេញចាកទុកបានទេទៅនៅតែក្នុងសង្សារទុកដូចតែគ្នាដែរព្រះអង្គដកខ្លួនចោលចេញទៅស្រាវជ្រាវរាវរកខ្លួនឯងបានជាញោមញាតែងសូត្រថាព្រះអង្គត្រាស់ដឹងនៅញាយធឿដោយពពីចំពោះព្រះអង្គឯងបានទៅសិក្សារៀនសូត្រពីជនណាទេតែទៅសើព្រះអង្គអញ្ចឹងដូចមុននឹងត្រាស់ដឹងព្រះអង្គទៅសិក្សារៀនពីអឡារតបោះឧត្តកតបោះទាំងពីរនោះដែរតែដល់មើលទៅផ្លូវនេះมันអាចត្រាស់ដឹងបានឆ្លងផុតពីទុក្ខក៏ដកខ្លួនមកទៅរកខ្លួនឯងហ្នឹងវាតបោះទាំងពីរហ្នឹងដល់គាត់អស់អាយុទៅអឡារតបោះទៅនៅក្នុងឋានព្រំអកញ្ញញ្ញាយតនៈព្រំក៏អកញ្ញញ្ញាយតនៈភូមិហ្នឹងឧត្តកតបោះអស់អាយុទៅនៅក្នុងនិវសញ្ញានិសញ្ញាយតនៈភូមិត្រូវមិនលើខ្ពស់គេបំផុតហើយបាទទាំងนั้นដែលអាត្មាសម្ដែងពយៈថាមានព្រះសម្មាសម្ពុទ្ធជាបរមគ្រូទេដែលព្រះអង្គអាចទម្លុះនឹងឆ្លងផុតទៅដោយសារត្រាស់ដឹងនៅសច្ចធម៌ហើយនឹងមគ្គផលនិព្វាននឹងធ្វើឲ្យខ្ពង់ខ្ពស់ជាងគេបំផុតនេះសម្រាប់ពុទ្ធជាមនុស្សសត្វសានអីញោមមិនអត់មានទាកតងទេវតាបែនប្រព្រំណាទេជាតិជាមនុស្សរតនៈទី3រតនៈអរតនៈទី2គឺពុទ្ធរតនៈគឺធម្មរតនៈគឺព្រះធម៌ព្រះធម៌នឹងជាបរិយត្តិជាទ្រឹស្ដីជាពាក្យទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធនឹងឯងព្រះធម៌មិនមានរូបទេព្រោះមានតែឈ្មោះទុកសម្រាប់ឲ្យពុទ្ធបរិស័ទទាំងអស់ជាពិសេសគឺបរិស័ទទាំងបព្វជិតទាំងក្រហមនៅឯងសិក្សារៀនសូត្របដិបត្តិដើម្បីនឹងបានឆ្លងផុតពីទុក្ខហ្នឹងនេះជារតនៈទី2គឺពធហ្នឹងហើយរតនៈទី3គឺព្រះសង្ឃព្រះសង្ឃនឹងមាន2ពួកជាអរិយសង្ឃមួយសមតិសង្ឃមួយប៉ុន្តែព្រះអរិយសង្ឃផុតពូជអស់ហើយបរិនិព្វានអស់ហើយសប្តាហ៍នេះយើងសល់តែសមតិសង្ឃទេ
ពពាសពេញប្រទេសជាតិយើងសិនតែសមតិសង្ឃគឺប្រសង់ដែលសន្មតប្រសង់ដែលមានកិលេសនៅក្នុងខ្លួនដោយតែញោមញាតយ៉ាងដែលមិនទាន់ញ៉ាំងកិលេសឲ្យអស់ទេពោឃើញទេនៅមានរាគៈទោសៈមោហៈក្នុងចិត្តឲ្យដូចតែគ្នាអញ្ចឹងឯងប៉ុន្តែព្រះអង្គខ្លះលោកសិក្សារៀនសូត្របរិយត្តិធម៌គឺបត្រៃបិដកនឹងហើយក៏លោកបដិបត្តិបអប់រំបន្ទុំកាយវាចាចិត្តរបស់ព្រះលោកទៅតាមមេគាដែលព្រះសម្មាសម្ពុទ្ធទ្រង់ទូលមានប្រដៅណាស់បងលោកអប់រំបន្ទុំកាយវាចាចិត្តរបស់លោកហើយក៏ឆ្លៀតឱកាសសម្ដែងធម៌នឹងប្រុសដល់ញោមញាតនឹងឲ្យបានស្គាល់ពីទានពីសិលពីភាវនានឹងបាននៃតសមតិសង្ឃមិនទាន់អស់កិលេសទេណាញោមញាតនៅប្រព្រឹត្តខុសឆ្គំឆ្គងពេញទឹកពេញដៃញោមញាតដឹងហើយអាហ្នឹងនឹងមកពីជាប់ជំពាក់ដោយកិលេសនឹងឯងប៉ុន្តែអង្គខ្លះលោកមានសតិសម្បជញ្ញៈស្គាល់ខ្លួនមិនភ្លេចក៏លោកខំបដិបត្តិដើម្បីនឹងកម្ចាត់កិលេសនេះព្រះសង្ឃហ្នឹងក៏ជាមនុស្សដែរណាញោមញាតទោះបីព្រះអរិយសង្ឃក៏ជាមនុស្សសមតិសង្ឃហ្នឹងក៏ជាមនុស្សនេះបញ្ជាក់ញោមញាតថារតនត្រ័យក្នុងពុទ្ធសាសនាអត់មានទាក់ទងនឹងទេវតាព្រះអិនប្រព្រំទេគឺជាមនុស្សទាំងអស់ដូចតែគ្នាវិញញោមញាតខ្លះទៅបន់ស្រន់បួងសួងសុំឲ្យបរតនត្រ័យនឹងប្រទានអ្វីដែលញោមញាតត្រូវការចង់បាននឹងតើលោកមានអីឲ្យញោមញាតគ្មានអីបានទេតើណាដែលថាញោមញាតស្គាល់មិនច្បាស់ស្គាល់បរតនត្រ័យរបស់យើងអត់ច្បាស់បើញោមញាតស្គាល់ច្បាស់ហើយញោមញាតប្រកាសจะឈប់សមហើយឈប់សមហើយព្រោះក្នុងពុទ្ធសាសនាហ្នឹងព្រះពុទ្ធលោកថាយើងសម្ដែងឲ្យយើងធ្វើការតើជាសាសនាដែលបង្រៀនឲ្យយើងធ្វើការទាំងអស់គ្នាបងការពឹងការពាក្យការសុំអីគេគឺមិនមានទេបងអត់មានទេនឹងសុំឲ្យញោមញាតស្គាល់ឲ្យច្បាស់ជ្រាបឲ្យច្បាស់អញ្ចឹងបងអាត្មាសំដែងនេះចង់សង្គ្រោះញោមញាតតែបើញោមញាតស្គាល់ច្បាស់ហើយលែងពិបាកសុំហើយបងគឺយើងខំធ្វើការទាំងអស់គ្នាតែញោមញាតខំធ្វើការទាំងអស់គ្នាបងដើម្បីនឹងបានផលអំពីការងារព្រោះយើងកាន់ពុទ្ធសាសនាថាជាបុគ្គលដែលជឿកម្មនិងផលរបស់កម្មហើយតែយើងធ្វើការបានយើងបានប្រយោជន៍នោះវាចេញពីកម្មគឺការងារដែលធ្វើគឺយ៉ាងតែទេញោមសំបីតែសូត្រធម៌ក៏មានបញ្ជាក់ប្រាប់បើញោមញាតអត់យល់ដល់មិនយល់ចេះទៅសុំពុទ្ធប្រធ្វើប្រសង់ប្រទានឲ្យញោមបងទៅនឹងអាត្មាសម្ដែងឲ្យច្បាស់ទៅបើញោមញាតស្គាល់ច្បាស់ឈប់សុំគឺនាំគ្នាធ្វើការកុំទៅសុំដោយសាសនាដទៃហ្នឹងបងនឹងជារតនត្រ័យរបស់ពុទ្ធសាសនាព្រោះដែលញោមញាតតែសមាទានថាពុទ្ធទាំងធម្មងសង្ឃាំងសរណង្គកិច្ឆាមិថាខ្ញុំសូមដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកស្មើដោយជីវិតសុទ្ធតែបដិញ្ញាណាញោមញាតតែស្មើដោយជីវិតស្លាប់រស់យ៉ាងណាក៏មិនលះបង់បរតនត្រ័យនឹងចោលដែរបណ្ឌញោមថាតែមើលតដល់មានភ័យយាយចោលទៅចោលបរតនត្រ័យបាទនោះទៅយករតនត្រ័យក្នុងសាសនាដទៃនឹងមកជាទីពឹងរតនត្រ័យនៅលើលោកនេះច្រើនណាស់ញោមញាតច្រើនមើលច្រើនប៉ុណ្ណា
แต่รัตนะទាំងអស់នោះពុំស្មើនឹងពុទ្ធរតនៈធម្មរតនៈទេនេះលោកសំដែងប្រាប់ចឹងរតនៈក្នុងសាសនាដទៃសតអរូបទៅទីពឹងទៅអរុក្ខអរៈនេតាបារមីសច្ចាំងអីទាំងអស់សត្វរបស់អរូបទាំងអស់វិញញោមញាតិយកមកទីពឹងទៅមិនបាននឹងបានលោកសំដែងថារតនៈក្នុងលោកនេះមានច្រើនបែបច្រើនយ៉ាងច្រើនរយច្រើនពើណាស់តែរតនៈទាំងអស់នោះពុំស្មើនឹងពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈឡើយលោកសំដែងប្រាប់ថាអញ្ចឹងញោមស្ដាប់បានទេបើស្ដាប់បានប្រកាសជាឈប់ពឹងរតនៈដទៃក្រោមពីពុទ្ធសាសនាហើយបងស្លាប់រស់យ៉ាងណាក៏ត្រូវទីពឹងចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃនឹងឯងនេះសម្រាប់ពុទ្ធបរិស័ទអញ្ចឹងរួចបច្ចុប្បន្ននេះមានវិសភាកបុគ្គលពូលប៉ះពាល់ក៏មកលើព្រះពុទ្ធសាសនាវិសភាកបុគ្គលបច្ចុប្បន្នញោមញាតិឈ្មោះទេវសក្ខីភគវ័នសាសនាទើបនឹងកើតឡើងចាប់ផ្ដើមឡើងក៏វាយប្រហារពុទ្ធសាសនាប្រហារពុទ្ធសាសនាដោយកិត្តពោលថាបត្រៃបិដកនេះមិនគ្រប់ទឹកទេហើយប្រសង់នឹងដាក់ទម្ងន់ទៅលើបរិស័ទខ្ញុំគិតមើលមកវាយប្រហារនេះហៅវិសភាកបុគ្គលពាក្យថាมันគ្រប់ទឹកនៃខ្មែរមិនភាសាល្អទេណាញោមគេថាឈួតដូចជាមើលមនុស្សណាកើតមកនិយាយរលែករលក់គេថាអានឹងมันគ្រប់ទឹកទេកុំឲ្យទៅប្រកាន់វានិយាយថាចឹងស្មាននឹងឈួតចុះបើយើងធ្វើការវិភាគឲ្យវាទៅលំទៅលាយទៅបើបត្រៃបិដកនោះมันគ្រប់ទឹកហើយពុទ្ធបរិស័ទអស់អ្នកបដិបត្តិសត្វតែមនុស្សมันគ្រប់ទឹកទាំងអស់តែគ្នាណាអញ្ចឹងញោមតែថាចាំໄວក៏ណាតែมันគ្រប់ទឹកទាំងអស់តែគ្នាណាបើតែយើងទៅរៀនក្បួនมันគ្រប់ទឹកมันគ្រប់ទឹកទៅរៀនក្បួនឈួតវាឈួតឲ្យអ្នករៀនណាបើយើងវែកញែកទៅឃើញថាសំដីពិតមែនតែវាស្លូតមែនតែអត្តន័យជ្រៅណាញោមញាតិអីចឹងមិនថាបែកដកមិនគ្រប់ទឹកឥឡូវអាត្មានិយាយសំដែងប្រាប់ញោមអំពីបត្រៃបិដកខ្មែរយើងដែលប្រែមកជាភាសាខ្មែរនេះជិត40ឆ្នាំណាញោមញាតិប្រែជិត40ឆ្នាំក្រុមជំនុំយូរទៅវាចាស់ស្លាប់អស់តែបន្តតែចេះតែជ្រើសរើសដាក់ទៀតរួចមិនមែនយកតែបៃដកខ្មែរមួយមកប្រែទេណាយកយកបៃដក5ជាតិ5ប្រទេសទី1គឺបៃដកភាសាឡាតាំងភាសាឡាតាំងអឺរ៉ុបទី2ស្រីលង្កាទី3មីយ៉ាន់ម៉ាទី4ថៃទី5ខ្មែរយកបៃដកទាំង5មកមើលអានផ្ទៀងគ្នាបងផ្ទៀងអត់ឲ្យខុសទេបងឃើញតែផ្លូវតែមួយបានលោកសម្រេចយកញោមញាតិមើលបៃដក5ជាតិយកមកផ្ទៀងកើតតែមិនយកតែបៃដកខ្មែរមួយមកប្រែទេណាយកបៃដក5ជាតិមកផ្ទៀងសំបីតែមានវេទនាឃ្លាតនាដែលវាខ្ទាស់គ្នាលោកយោងលេខមកប្រញ្ញល់ប្រាប់ខាងក្រៅតែនឹងបៃដកលង្កាថាចេះថៃថាចេះឥឡូវសម្រេចយកយ៉ាងអញ្ចឹងដែលមានអ្នកដែលស្របគ្នាវាច្រើនខុសគ្នាតែមួយកិនពាក្យមួយម៉ាត់ទៀតច្បាស់លាស់បងត្រឹមត្រូវពេលប្រទេសនេះដែលគេមិនទាន់ប្រែបានហ្នឹងខ្មែរយើងប្រែចប់គេស្ងើចស្បផ្សាយគេសរសើរតែខ្មែរប្រទេសតូចមួយបើប្រែបៃដកមកភាសាជាតិខ្លួនបានអស់
គេសុំយកមកចាប់ទៅតម្កល់នៅប្រទេសគេណាគ្រប់ប្រទេសបីដកដែលយើងប្រែណានឹងសំយមញាជ្រាបចឹងនេះគេហៅវិសភៈបុគ្គលកាលព្រះសម្មាសម្ពុទ្ធគង់នៅឡើយមានវិសភៈបុគ្គលមួយដែលពោលចម្រុងចម្រាស់នឹងពុទ្ធសាសនាប៉ុន្តែវិសភៈបុគ្គលសម័យពុទ្ធហ្នឹងតេះដៀលពុទ្ធទេបងអត់បានតេះដៀលប្រធឿននឹងប្រសង្ឃទេគឺសុភតវត្តបព្វជិនឈ្មោះសុភតវត្តបព្វជិនជាសិស្សរបស់ប្រកាសសពលោកធុដងសមាទានចៃវរបាំងស្គលប្រើចៃវរបាំងស្គលហ្នឹងលោកមានសិស្ស500មានសិស្សមួយអង្គនោះឈ្មោះសុភតវត្តបព្វជិនចាស់ហើយបានទៅបួសមកចាស់ទៅបួសហើយសុភតវត្តបព្វជិននេះមុននឹងទៅបួសនោះរបស់រស់ស៊ីអាជីវកម្មរបស់គាត់នឹងជាងកាត់សក់ព្រោះធ្វើជាងកាត់សក់ដល់គាត់ទៅបួសរួចទៅហ្នឹងគាត់បែកគំនិតថាទៅរស់ស៊ីជួលកសក់ឲ្យពួកភិក្ខុហ្នឹងទៅជួលកសក់បួសហើយណាបាទទៅជួលកសក់ឲ្យពួកភិក្ខុដល់ព្រះសម្មាសម្ពុទ្ធលោកត្រង់ជ្រាបលោកហៅទៅអប់រំទូលមានទាំងមុខបរោះកិច្ចការដែលអ្នកប្រព្រឹត្តនឹងវាមិនសមស្របទៅតាមការងាររបស់អ្នកបួសទេអ្នកទៅស៊ីឈ្នួលកសក់ក៏អីអញ្ចឹងណាវាខុសដល់លោកថ្មាស់តេះឌីលអញ្ចឹងសុភតវត្តបព្វជិនកើតកំហឹងក្នុងចិត្តគាត់ណាអត់ស្ដាប់អត់ទទួលយកពាក្យពុទ្ធដែលលោកទូលមានកើតគំនុំទោសៈប្រឆាំងនឹងពុទ្ធតែគាត់អត់ហ៊ានតបតទេលាកតបស្ងប់ស្ងៀមតែដល់ពេលដែលពុទ្ធលោកបរិនិព្វានផុតទៅបាន7ថ្ងៃព្រះកាសពនិងវងក្រុមសិស្សគន់ទាំងអស់បានទទួលដំណឹងថាព្រះសម្មាសម្ពុទ្ធបរិនិព្វានហើយអញ្ចឹងទៅពួកភិក្ខុដែលនៅជាសេខបុគ្គលដែលមានកិលេសហ្នឹងពេញតែខ្លួនលោកយំស្រែកសំណោះអាឡោះអាល័យចំពោះការបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងសម្រាប់ព្រះពុទ្ធព្រះសង្ឃដែលជាអសេខៈហ្នឹងបុគ្គលហ្នឹងលោកកណ្ណកើតសង្វែកក្នុងចិត្តពុំមានអនិច្ចាវតសង្ខារាជាដើមសបែកតែពួកសេកបុគ្គលគឺទប់បានទេបើយំសំណោះសំណោកដល់អញ្ចឹងសុភតគាត់ឃើញពួកភិក្ខុដែលយំសោកស្ដាយរបស់ប្រពន្ធគាត់ស្រែកក៏ថាមនាលអវសោទាំងឡាយចុះអ្នកឯងទៅយំអីសំណោះសំណោកសមណៈគោតមនោះប៉ុន្តែយើងទាំងអស់គ្នាសប្បាយយើងចង់ធ្វើអីក៏បានតាមតែចិត្តយើងកាលដែលសមណៈគោតមគាត់រស់នៅគាត់មានជីវិតនៅឡើយនឹងបានតែដើរអនលុតក្រាបវាទៅกือบទៅត្រូវចិត្តគាត់ឥឡូវអត់ពីគាត់ឲ្យយើងចង់ធ្វើអីមានអនាថាយើងបានទេសុភតវត្តបព្វជិនក៏ពោលចឹងប្រកាសសពជាគ្រូលោកកើតសង្វែកទាំងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធជាបរមគ្រូបរិនិព្វានទៅមិនទាន់បានប្រមាណថ្ងៃបាន7ថ្ងៃមានវិសភៈបុគ្គលពោលពាក្យចាក់ដោតចំពោះពុទ្ធសាសនាលោកកើតសង្វែកចឹងដល់បូជាសពពុទ្ធរួចទៅបាន3ខែខាងក្រោយមកក៏លោកប្រជុំសង្កេយនាក្នុងពេលនោះមានព្រះអរហន្ត500រូបព្រះអរហន្ត500រូបនោះសត្វតែជាព្រះអរហន្តបដិសម្ពិទាញាណចាក់ឆ្លុះបែកក្នុងល្វែងព្រះត្រៃបិដកទាំងអស់ដែលមុខក៏បានចាំមើលសូត្របានទាំងអស់
សម្រាប់សោតាសក្តិគាអនាគាអរហត្តសុខវិបស្សកៈអរហត្តវិបស្សកៈជាព្រះអរហន្តដែរបើកាន់តែញ៉ាំងកិលេសឲ្យអស់ទៅតែលោកមិនអាចយល់ដឹងក្នុងធម៌វិន័យទេពួកទាំងនេះអត់ឲ្យចូលទេបងអត់ឲ្យចូលក្នុងសង្កេយនាទេយកសត្វតែអរហន្តបដិសម្ពិទាញាណបើយើងពោលវោហាស័ព្ទនាបច្ចុប្បន្នឯងាយស្ដាប់ថាជ្រើសរើសសត្វតែបណ្ឌិតទាំងអស់500រូបនោះបណ្ឌិតទាំងអស់ចេះស្មើគ្នាទាំងអស់ទៅសំដែងហ្នឹងគឺទៅសូត្រផ្ទៀងគ្នានេះញោមញាតិសូត្រទៅទាំង500រូបនោះសូត្រដូចគ្នាទាំងអស់បានសម្រេចយកហៅសង្ឃីទេគឺផ្ទៀងធ្វើដែលប្រពន្ធលោកបរិនិព្វានហើយព្រោះសម័យហ្នឹងបត្រៃបិដកនេះមិនទាន់មានឡើងកាន់សភៅស្ដីក្បួនតម្រាទេគឺចាំមើលសូត្របានទាំងអស់បានគេយកទៅសូត្រផ្ទៀងគ្នាឲ្យបរិវត្តចុះផ្លូវតែមួយដោយប្រសង់លោកសូត្របរិទ្ធសូអីសប្ថ្ងៃមកពីលោករៀនចាំក្បួនតែមួយបានលោកមកសូត្រវាត្រូវគ្នាក្នុងវេលាដែលញោមញាតនិមន្តលោកមកសូត្រនេះគេទៅផ្ទៀងយ៉ាងឯងបើឲ្យព្រមព្រៀងអ្នកទាំងអស់ត្រឹមត្រូវហើយបងនឹងសំយមញាជ្រាបចឹងហើយដល់សង្កេយនាលើកទី2ទី3មកទៀតក៏ដូចគ្នាផ្ទៀងផ្ទាត់ចឹងឯងបងឲ្យនៅត្រឹមត្រូវតដែរផ្លូវតែមួយដូចគ្នាចឹងបត្រៃបិដកដែលឡើងលើក្បួនគម្ពីរសត្រានេះសង្កេយនាទី5នៅលង្កាទេបងដែលព្រះអរហន្តទាំងឡាយលោកគិតថាឡូវព្រះអរហន្តចេះតែខ្សោយហើយបរិនិព្វាននៅតិចតួចអញ្ចឹងយើងត្រូវយកមកកត់ត្រាដាក់សត្រាដាក់ស្លឹករឹតពីមុនមិនស្លឹករឹតទេបងដើម្បីឲ្យគង់វងនៅបើមិនទៅសេទុកទេព្រះអរហន្តបរិនិព្វានអត់ទៅសោទេធ្វើហ្នឹងបើអញ្ចឹងត្រូវមកទៅសេកត់ត្រាទុកនឹងសំឲ្យញោមញាតជ្រាបអញ្ចឹងពេលដល់វិសពាកបុគ្គលសប្ថ្ងៃនេះពោលពាក្យចម្រុងចម្រាស់ទៅលើព្រះធម៌និងព្រះសង្ឃវិសពាកបុគ្គលសម័យពុទ្ធគឺផ្ទះឌីលពុទ្ធណាយ៉ាងញោមញាតគិតមើលមកគាត់ថាព្រះសង្ឃនេះដាក់ទម្ងន់ទៅលើបរិស័ទក៏សម័យខ្មែរក្រហមគេថាលោកសង្ឃនេះជាឆ្លើងទៀមជប់ឈាមបរិស័ទនឹងអត់មានចម្រើនលូតលាស់បានទេឲ្យតែបាក់ជប់យកឈាមឲ្យស្គាំងស្គមទៅនឹងណាដល់អានេះគេថាដាក់ទម្ងន់ទៅលើបរិស័ទចុះព្រះសង្ឃនេះអ្នកណាអ្នកបង្កើតញោមញាតគិតមើលព្រះសម្មាសម្ពុទ្ធលោកបង្កើតណាបងតុងក្នុងសម័យដែលលោកគង់នៅក៏ប្រសង់សាវកជួយផ្សព្វផ្សាយពុទ្ធសាសនាទាំងអស់ព្រោះព្រះអង្គផ្សាយតែមួយអង្គឯងវាមិនបានទូទៅទេមិនគ្រប់ហើយមានព្រះសង្ឃនឹងជួយដល់ផ្សព្វផ្សាយទៅតាមនិគមជនបទស្រុកតូចស្រុកធំផ្សាយអំពីព្រះធម៌ហ្នឹងឯងពេលដែលយើងសប្តាហ៍ថ្ងៃនេះទោះបីអស់អរិយសង្ឃទៅហើយនៅសមតិសង្ឃលោកជួយផ្សព្វផ្សាយព្រះធម៌ដល់ញោមញាតទាំងអស់បើទុកជាថាលោកមិនមែនជាអរហន្តក៏កម្រិតវិជ្ជារបស់លោកសត្វបណ្ឌិតអស់ហើយបងអត់ដែលព្រះអង្គច័ន្ទសុជននេះថាបណ្ឌិតឲ្យលោកចេះដឹងប្រកបច្បាស់លាស់តាមគម្ពីរដីកាលោកអាចសម្ដែងប្រាប់ញោមញាតបានណាឃើញទេពេលមិនថាលោកជាបតជនប្រាថ្នាចំណេះចេះដឹងលោកបណ្ឌិតលោកសំដែងធ្វើប្រាប់ញោមញាតបានលោកមិនដែលបំភ្លៃធ្វើរបស់ពុទ្ធឲ្យប្រះចាកអំពីមេគាដែលពុទ្ធសំដែងមិនដែលមានទេបើអាត្មាស្ដាប់លោកសំដែងតែត្រង់ដល់អញ្ចឹងញោមញាតខ្លះក៏មិនសូវចូលចិត្តលោកដែរបងបើលោកណាចេះបំភ្លៃទៅសើចេះអូញោមឲ្យតែញឹមមកណាវាអាត្មាសំដែងធ្វើក៏មិនដែលឃើញមុខញោមណាញឹមដែរបង